សួស្តីអ្នកគ្នាខ្ញុំរស់ស៊ីកាមីថ្ងៃនេះខ្ញុំមានសាច់រឿងមកបន្តទៀតហើយតែភាគ7ហើយនិងភាគ8ព្រោះថាសាច់រឿងហ្នឹងខ្ញុំមើលទៅដូចថារៀងវិភាគខ្លីៗពេកអញ្ចឹងអេដមីនសូមដាក់ពីភាពបញ្ចូលគ្នាឯណាអញ្ចឹងមិនចូលសាច់រឿងរបស់យើងកុំភ្លេចចុច Subscribe និងសញ្ញាកណ្ដឹងឲ្យមានម្នាក់មួយផងណាអញ្ចឹងចុចសាច់រឿងចិត្តអស់គ្នាសូមទោសអ្នកគ្នាព្រោះថា admin មានសំឡេងរឿងរំខានតែព្រោះថា admin គឺ voice សំឡេងនឹងទូរស័ព្ទផ្ទាល់តែម្ដងអត់មានអីទៅនៅដូចគេទេចាអញ្ចឹងកុំប្រកែកប្រកាន់ admin ឯណាចុចសាច់រឿងនេះទាំងអស់គ្នាសាច់រឿងរបស់យើងបានកាត់បន្តពីភាគមុនសូមកាត់តិចអ្នកគ្នាព្រោះថាឈ្មោះទូរស័ព្ទរបស់យើងមានឈ្មោះថាអ៊ីនអញ្ចឹងចាប់ពីថ្ងៃហ្នឹងទៅខ្ញុំសូមហៅឈ្មោះទូរស័ព្ទរបស់យើងថាអ៊ីនឯណាចឹងចុចសាច់រឿងយើងតទៀតនៅពេលហ្នឹង Justin របស់យើងក៏បានចាប់ដៃអ៊ីនអីចឹងទៅអ៊ីនរបស់យើងក៏បាននិយាយថាចាប់ដៃខ្ញុំហ្នឹងចង់ធ្វើអីហ្នឹងហើយអ៊ីនរបស់យើងក៏នឹងនិយាយតទៀតថាដោះលែងខ្ញុំទៅ Justin របស់យើងក៏បាននិយាយថាវាយឺតពេលហើយក្នុងការឆ្លើយពេលថាទេនោះធ្វើល្អហើយស្ងាត់ទៅអ៊ីនរបស់ខ្ញុំក៏បាននិយាយតបទៅវិញថាខ្ញុំខ្លាចណាស់ចាសូមទោសអ្នកគ្នាសលេងរឿងល្អពេកថ្ងៃហ្នឹងឧស្សាហ៍អត់ស្រួលខ្លួន Justin ក៏បានតបទៅវិញថាខ្ញុំនឹងធ្វើឲ្យលឿនវាមិនអីទេអ៊ីនមកយើងក៏បានសួរ Justin ថានេះយកវាចាញ់ដល់ Justin មកយើងក៏បានតបទៅវិញថាបាននេះជាការធុញទ្រាន់ណាស់ក្នុងការយកវាចាញ់ការផ្នែកខាងឆ្វេងរបស់អ្នកត្រូវបានយកចាញ់ហើយខណៈពេលនឹងចែក្នុងផ្នែកក៏បានឃើញចឹងហើយក៏ស្រែកថាអាយ៉ាឃើញទេអ៊ីនមកយើងក៏បានសុំឲ្យគេជួយឲ្យលឿនមកជួយខ្ញុំផងចែសក់ខ្មែររបស់យើងនឹងមានឈ្មោះថារ៉ូរ៉ែនណាអ្នកគ្នាអញ្ចឹងខ្ញុំសូមហៅថារ៉ូរ៉ែនអញ្ចឹងចុះសាច់រឿងយើងតទៀតរ៉ូរ៉ែនក៏បានតបទៅអ៊ីនវិញថាសម្រាប់ប្រធានថ្នាក់អ្នកធ្វើបានតែកែវភ្នែកខាងឆ្វេងរបស់អ្នកទេកែវភ្នែកខាងស្ដាំក៏ត្រូវដកវាចេញដែរអ៊ីនមកយើងក៏បានតបទៅវិញថាខ្ញុំដឹងនោះហើយជាមូលហេតុដែលខ្ញុំមិនអ្នកជួយអ៊ីនក៏នៅនិយាយបន្តទៀតថាខ្ញុំមិនអាចបើកភ្នែកស្ដាំរបស់ខ្ញុំបានហើយទឹកភ្នែកក៏នៅតែបន្តហូររហូតដែរវាមិនបាត់សោះសូមទោសអ្នកគ្នាត្រង់ចំណុចហ្នឹងអេដមីនក៏អត់សូវយល់ដែរអញ្ចឹងមើលតាមសាច់រឿងខ្លួនឯងទៅអេដមីនអត់យល់សោះអត់ដឹងគេដាក់អីនៅមួយស្តៀងឡើងស្តៀងអីទេចាសំបីអេដមីនក៏អត់យល់ដែរចាអ្នកសម្រាប់ខ្លួនឯងក៏អត់យល់ដូចគ្នាចាសូមទោសផងអ្នកគ្នាមើលខ្លួនឯងគូកាត់យកខ្លួនឯងទៅចាដឹងអីទេរ៉ានក៏បានតបទៅវិញថាកុំបារម្ភអីខ្ញុំពិតជាជំនាញណាស់អ្នកត្រូវតែបើកភ្នែករបស់អ្នកឲ្យទ្រាំឲ្យបាន2វិនាទីតែប៉ុណ្ណោះហើយខ្ញុំនឹងយកវាចេញឲ្យបានហ៊ានរបស់យើងក៏បានតបទៅវិញថាតែខ្ញុំមិនអាចបើកភ្នែករបស់ខ្ញុំបានទេរ៉ានក៏បានប្រាប់ទៅបើអ្នកមិនបើកភ្នែកខ្ញុំយកវាចេញដោយរបៀបណាទោះបីខ្ញុំប្រកែកខាងហ្នឹងក៏ដោយ Justin ឃើញឲ្យតបភ្នែកពេកក៏បានលូតមាត់ទៅគាត់បាននិយាយរួចហើយថាគាត់មិនអាចបង្ខំបើកភ្នែកបានទេរ៉ានក៏បានតបទៅ Justin វិញទៅធ្វើដោយមិនដឹងមិនខ្ញុំយកវាបាន Justin មកយើងក៏បានតបវិញថាអញ្ចឹងឲ្យខ្ញុំសាកល្បងមើលខ្ញុំនឹងយកកែវភ្នែកឆ្វេងឯងចេញអ៊ីនងើយក្បាលរបស់អ្នកឡើងមកទឹកភ្នែកហូរច្រើនណាស់ណាគួរឲ្យអាណិតណាទុកឲ្យខ្ញុំជាអ្នកលុបវាចេញចាអត់មានលុបអីវិញឆ្ងាយទេចាប្រហែលតែលឹកតែម្ដងចាកុំប្រាប់ខ្ញុំចេញមកគឺអត់លែមហូតទេចាភ្នែករបស់គាត់បើកហើយរហ័សយកវាចេញទៅប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺមនុស្សម្នាក់តែមិនអាចបើកភ្នែកស្ដាំបានឥឡូវនេះមើលទៅគេជាមនុស្សប្រៃផ្សៃប៉ុណ្ណាចឹងសាច់រឿងរបស់យើងក៏បានកញ្ចប់ត្រឹមនឹងដែរចាចាំជួបគ្នានៅភាគក្រោយណាចាបាយបាយ